ថ្ងៃនេះគឺខ្ញុំយកខ្ញីនេះមកសម្ងួតបន្តទៀតហើយបងប្អូនបន្ទាប់ពីតម្រូវការនៃការប្រើប្រាស់ខ្ញីឃើញតែច្រើនមែនទែនបងប្អូនខ្លះគឺគាត់យកទៅឆាធ្វើម្ហូបធ្វើអីចឹងទៅបងប្អូនខ្លះគឺគាត់ធ្វើជាជ្រក់បងប្អូនខ្លះក៏យកទៅធ្វើជាគ្រឿងដាក់លាយជាមួយនឹងបង្អែមចឹងណានៅពេលដែលដាក់ខ្ញីចូលទៅឃើញថារសជាតិហឹរនិងឈ្ងុយរបស់វាបង្កើនបានទៅជារសជាតិមួយយ៉ាងដែលយើងចូលចិត្តហូបមែនទែនហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែបងប្អូនប្រឡាក់ត្រីប្រឡាក់សាច់ប្រឡាក់អីក៏ត្រូវការប្រើប្រាស់ខ្ញីដើម្បីបន្ថែមទៅជារសជាតិឈ្ងុយបានផងដែរដូច្នេះហើយខ្ញីនេះទាំងអស់នេះគឺខ្ញុំយកមកនេះបងប្អូនឃើញថាលាងកោសសម្បកក៏អីរួចរាល់ហើយគ្រាន់តែថាយើងយកមកកញ្ជ្រោកទឹកគឺយើងយកវាពិនិត្យទៅអាត្នាដែលថាយើងមិនទាន់ស្អាតទេយើងកាច់យើងប្រលេះយើងធ្វើម៉េចដើម្បីកាសយកដីចេញឲ្យអស់អញ្ចឹងណាធ្វើឲ្យវាស្អាតអញ្ចឹងទៅពីព្រោះថាម្សៅខ្ញីទាំងអស់នេះគឺយើងត្រូវយកមកធ្វើជាម្សៅបាទដើម្បីបានទៅជាម្សៅដែលមានគុណភាពគឺយើងត្រូវតែមើលវាឲ្យបានសពជ្រុងជ្រោយនឹងឯងអញ្ចឹងណាហើយណាមួយដូចថាភ្ញៀវដែលគាត់យកទៅហូបគឺគាត់ទុកចិត្តលើយើងទាំងស្រុងហើយបើសិនតែយើងធ្វើវាមិនស្អាតវាមិនអីទេយើងបន្លំបកៅទៅថ្ងៃក្រោយគឺគាត់ច្បាស់ជាដូចថាទិញម្ដងហើយគាត់ឈប់មកទិញទៀតហើយបាទអញ្ចឹងណាអញ្ចឹងហើយក្នុងនាមជាអ្នកធ្វើគឺត្រូវតែគោរពនៅទូនាទីរបស់ខ្លួនបាទត្រូវតែលាងសម្អាតលាងអីវាស្អាតចឹងទៅដើម្បីដូចថាឲ្យមានអនាម័យគ្រប់គ្រាន់ចឹងទៅណាបាទហើយខ្ញីទាំងអស់នេះជាប្រភេទខ្ញីខ្មែរយើងទេបងប្អូនបាទខ្ញីខ្មែរយើងទេដែលយើងយកមកធ្វើនេះគឺដាច់ខាតត្រូវតែប្រើប្រាស់របស់ក្នុងស្រុកបាទដោយសារតែខ្មែររបស់យើងក៏យើងដាំបានច្រើនមែនទែនបាទមានសឹងតាគ្រប់ខេត្តក្រុងតែម្ដងបាទហើយសម្រាប់អ្នកខេត្តបន្ទាយមានជ័យបើសិនជាមានខ្ញីមានអីដូចថាលក់មិនចាញ់ទេក៏បងប្អូនអាចតំណងមួយខ្ញុំបានខ្ញុំនឹងជួយទិញចឹងទៅណាបងប្អូនបាទសម្រាប់ជួយគ្នាទៅបើសិនជាបងប្អូនចាល់ទីផ្សារលក់មិនចាញ់ទេគឺអាចតាក់ទងខ្ញុំបានគឺខ្ញុំនឹងជួយទិញបងប្អូនខ្លះទៅតាមតម្រូវការអញ្ចឹងណាបងប្អូនបាទពិតមែនថាឥឡូវនេះខ្ញុំគឺវាមិនទាន់ថាវាធំដុំទលំទលាយទេបងប្អូនគ្រាន់តែធ្វើលក្ខណៈគ្រួសារធ្វើបន្តិចបន្តួចទេអញ្ចឹងណាធ្វើម្ដងបានត្រឹមតែ20គីឡូ30គីឡូតែប៉ុណ្្នឹងហើយលក់រៀងយូរដែរតម្រុំតែអស់អញ្ចឹងណាអញ្ចឹងហើយដូចថាការជួយប្រមូលទិញពីបងប្អូនក៏វានៅមានកម្រិតដែរបាទវាមិនទាន់ជាធំទលំទលាយទេអញ្ចឹងហើយឥឡូវខ្ញីបន្ទាប់ពីយើងបានលាងសម្អាតអីរួចរាល់អស់ហើយក៏យើងយកវាមកចិតជាប្រទេសស្ដើងអញ្ចឹងទៅបាទដើម្បីដាក់ចូលជាម៉ាស៊ីនសម្ងួតអញ្ចឹងណាបងប្អូនបាទដើម្បីវាលះស្ងួតបើសិនយើងដាក់ទាំងដុំនឹកស្មានណាស្ងួតទេបងប្អូនអើយហាលប្រហែលចូល6 7ថ្ងៃទៅមួយអាទិត្យក៏មិនទាន់ស្ងួតផងបើសិនយើងដាក់ទាំងដុំអញ្ចឹងណាឥឡូវយើងយកវាមកចិតជាប្រទេសស្ដើងអញ្ចឹងទៅយើងហាលយើងសម្ងួតវាយ៉ាងយូរត្រឹមតែមួយយប់មួយថ្ងៃគឺវាស្ងួតហើយបាទអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ប្រើប្រាស់ជាប្រភេទម្សៅខ្ញីខ្មែរយើងម្សៅខ្ញីអอร์แกនិកធម្មជាតិអញ្ចឹងបងប្អូនអាចតំណងបានទៅតាមរយៈលេខ077 25 3394ហើយរបស់ទាំងអស់នេះគឺសុទ្ធសឹងតែជារបស់ធម្មជាតិណាបងប្អូនគឺអត់មានបានដាក់សារធាតុចិញ្ចឹមគីមីទុកបានយូរអីទេបាទធ្វើលក្ខណៈធម្មជាតិរបស់វានឹងឯងអញ្ចឹងហើយយើងយកទៅហូបគឺហូបដោយសុវត្ថិភាពហូបដោយទុកចិត្តហូបដោយមិនមានការប្រួយបារម្ភអញ្ចឹងណាបាទគឺថាល្អមែនទែនឥឡូវកាន់រួចស្រេចបាត់ហើយបងប្អូននេះឃើញទេចាញ់នៅជាម្សៅក៏ល្អដែរនៅពេលដែលយើងសម្ងួតបានស្ងួតបានស្រួយអញ្ចឹងទៅណាបាទអរគុណ